ជំរាបសួរទីកទាំងពីររូបគណៈពេលនេះខ្ញុំបាទកំពុងតែស្ថិតនៅទីរួមខេត្តកំពង់ចាមហើយបានចុះផ្តិតយករូបភាពនៅស្រុកស្ទឹងត្រង់ក៏ដូចជាការលើថ្ងៃមិញដែរពាក់ព័ន្ធទៅនឹងដំណាំចការត្រេតផងដែរដល់ទីកទាំងពីររូបបាទចាលោកយើងថាតាក់ទងទៅនឹងចំការទុរេននៅក្នុងខេត្តកំពង់ចាមទៅតែចាប់ផ្ដើមនៅក្នុងការប្រមូលផលនៅក្នុងសប្តាហ៍នេះទេហើយយើងឃើញថាការប្រមូលផលនេះមានទាំងការលក់ឲ្យឈ្មួញនិងការលក់ផ្ទាល់ខ្លួនឯងផងដែរអញ្ចឹងទេសន្ទុះនៃការលក់យ៉ាងណាដែរលោកចាបាទយើងឃើញថាសន្ទុះនៃការលក់គឺថាបានចាប់ផ្ដើមហើយឃើញមានលក់នៅតាមដងផ្លូវនៅក្នុងជុំវិញក្រុងកំពង់ចាមក៏ដូចតាមបណ្ដាផ្លូវផ្សេងៗនៅតាមបណ្ដាស្រុកនៅក្នុងខេត្តកំពង់ចាមដែលមានការលក់ទុរេននោះផងដែរហើយអ្វីដែលយើងកត់សម្គាល់បើយោងតាមលោកសឹមថាវរៈដែលជាប្រធានមន្ត្រីកសិកម្មរុក្ខាមាញ់និងនេសាទខេត្តកំពង់ចាមគាត់បានបញ្ជាក់ហើយសម្រាប់ក្របខ័ណ្ឌខេត្តកំពង់ចាមគឺថាបានចាប់ផ្ដើមប្រកាសប្រមូលផលផ្លែទុរេនហ្នឹងគឺថានៅថ្ងៃទី19ខែឧសភាឆ្នាំ2025ពោលគឺថានៅថ្ងៃច័ន្ទដើមសប្តាហ៍នេះតែម្ដងហើយក្នុងនោះដែរគាត់បានបញ្ជាក់ថាសម្រាប់ខេត្តកំពង់ចាមមានដំណាំចំការទុរេនហ្នឹងគឺថាប្រមាណជា1700ហិកតាហើយក្នុងនោះដែរផ្ទៃដីដែលអាចប្រមូលផលបានហ្នឹងគឺថាជិត800ហិកតាផងដែរហើយក្នុងនោះដែរបើយោងតាមម្ចាស់ចំការមួយកន្លែងនៅខាងស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមដែលសម្បូរផ្លែទុរេនច្រើនជាងគេហ្នឹងគាត់បានបញ្ជាក់ឲ្យសម្រាប់ការបោះដុំក្នុងតម្លៃដូចថាចំនួន1តោនឡើងទៅគឺថាលក់ក្នុង1គីឡូក្រាម13000ហើយចំពោះដូចថាខ្ទង់100គីឡូក្រាមជិត1តោននេះគឺថាលក់ក្នុង1គីឡូក្រាម17000ទៅ18000រៀលហើយចំណែកអ្នកទិញរាយដូចជាប្រជាពលរដ្ឋផ្សេងចង់ទៅទស្សនាកំសាន្តនៅចការទុរេនហ្នឹងគឺថាមានលក់តម្លៃ23000ទៅ25000ឬ27000រៀលនៅពេលបច្ចុប្បន្ននេះបាទហើយក្នុងនោះដែរយើងឃើញថាទុរេនហ្នឹងគឺថាជាប្រភេទទុរេនខ្មែរយើងសុទ្ធសាធគឺពុំមានការនាំចូលមកពីខាងណានោះទេហើយខ្ញុំបាទក៏បានជួបសម្ភាសជាមួយនឹងឈ្មួញកដាលនៅក្នុងក្រុងកំពង់ចាមនៅផ្សារសាមគ្គីហ្នឹងគឺថាបានទិញបន្តពីម្ចាស់ចំការនៅខាងឃុំបែកលងមានថាទុរេនបែកលងនៃស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមផងដែរបាទចាសូមអញ្ជើញខ្ញុំទុរេនខ្ញុំយកពីបែកលងមកដែរបងទុរេនខាងបែកលងទុរេនធានាបែកលងពិតខ្មែរហ្មងថ្ងៃហ្នឹងមកខ្ញុំកាត់បានគាត់បានកាត់បាន74គីឡូទេ74គីឡូមកក្នុង1គីឡូគាត់បោយ21000ចូលអាហ្នឹងធានាពិតថាលុយទុរេនខ្មែរពិតហ្មងបងខ្ញុំមិនខ្លាចបន្លំអត់មានទុរេននាំចូលពីណាមកទេប៉ុន្តែគាត់ថាអ្នកហូបខ្លះទេនាំខ្លាចទុរេននាំចូលពីនេះចូលពីនោះចូលពីនេះចូលពីនោះអញ្ចឹងប៉ុន្តែទុរេននេះខ្ញុំយកមកពិតខ្ញុំកាត់ងាកមិញនេះទុរេនបែកលងពិតហ្មងខ្ញុំលក់ចេញបាន25000លក់ចេញ25000ប៉ុន្តែគេឡាយលក់1គីឡូ15000អីខ្ញុំអត់ដឹងទេអត់ដឹងយកមកលេងខ្មែរដែរក៏មិនដឹងគេយកម៉ូយខុសគ្នាលោកគេថោកជាងខ្ញុំមិនដឹងទេប៉ុន្តែម៉ូយខ្ញុំបញ្ជាក់ជាក់ស្ដែងខ្ញុំប្រាប់បងឯងមិញហ្នឹងគឺតម្លៃខ្ញុំឲ្យមើលទាំងបងទៀតតម្លៃ21ចូលនៅទៅហុយឡានទៀតបានខ្ញុំលក់25ចំណេញតិចតួចទេបងឲ្យខែទ្រាំហារដូវរៀងខ្មែរយើងត្រូវតែលក់បើយើងអត់លក់វាអត់កើតដែរខែហ្នឹងគេញ៉ាំរបស់ខ្មែរខ្ញុំគ្រប់គ្រងរៀងខ្មែរព្រោះរៀងខ្មែរពិតហើយឆ្ងាញ់មករបស់ខ្មែរយើងគឺឆ្ងាញ់ពិតមែនក៏សាច់ស្អិតសាច់ល្មុតរៀងហើយនិយាយរួមទៅរបស់ខ្មែរយើងគឺល្អពិតមែនរៀងខាងបែកម្លងពិតមែនមកខ្ញុំមានម៉ូយបែកម្លងនៅគេមកខ្ញុំ2កន្លែងចង់បន្ថែមថាព្រោះលទ្ធផលខ្មែរយើងល្អពិតប៉ុន្តែគាត់ថាខ្លះមានលក់ដូចជា12000 13000ឬក៏15000អត់ដឹងយ៉ាងណាយ៉ាងណីទេទុរេនហ្នឹងហើយដល់ពេលអញ្ចឹងនៅខ្មែរយើងកសិករខ្មែរយើងទុរេនខ្លះគាត់មិនទាន់ដល់ផងគាត់ថាមានទុរេននេះទុរេននោះអញ្ចឹងណាដល់អញ្ចឹងអ្នកលក់ទីផ្សារប្រវាក់លក់ដែរខ្ញុំឈ្មោះស្រីឡាកំពង់ចាមស្រីឡាចាហើយលក់នៅខាងផ្សារសាមគ្គីខេត្តកំពង់ចាមចា
hay lụa ta tiền mai sau đây tiền hàng bánh lùng cho luôn ái đặt pi chả ca mau luôn ai mong phải tới mệnh chả ca luôn ái nhân tin chả ca tin to pi chả ca kê tê chà tái ta hử luôn ái pe là nghề láng pe phải làm láng thì giàu là nghề láng mong pi mà đó đây ta lụa nơi cái lại ngày tình kia vào tận nặng chà ti tăng nhom miên pi ta làm cây muối tình kia vào tận nặng muối đây đã làm lụa nên nó năng nhom ăn con trâu ấy phổi tiền mai chưa ăn lẹ thay đau phần nông pi chi nhom ăn chưa mượn pi mượn bay năng nhom chưa ta tiền nom châu ấy ăn chưa ta phần lời tập phò mai dương lẹ đau phần nông ấy chà tôi làm chả cá từ cắt đo chả cá to có miên từ lại phần năng này chà bao tiền từ lại vậy tới từ lại bo mau pi chùm ca muỗng kê bo cắt mấy buôn từ phèm ngay tung mòn té giang tích bay ngay miền tung khla chà năng cái cắt từ lại đập bùng mùi chà năng giờ châu á tay dân nơi kịch sọ cả lỗ tiền chà năng sọ cả lỗ đôi tha không dạ việc bay ngay năng việc sọ chờ đài chà nhâm tinh mà đón phèm bùng mùi hồi cả lỗ đài cho màu từ lại con năng ai từ tôi vô ban thủ pe vô mau sọ cả lỗ chẳng dân lụa ban tranh ban mà phay chiêng tích đài chà tôi chưa mà phay pram mà phay bay cái năng tam từ lại dương đôi tha tiền lại muเลยก็พลายอย่างเปลี่ยนติ่งเองจังอ่ะนังยิงลวดตามแต่หลายได้ชนำนังสูลวดเชียงชนำมนจ้ะgiờ tới nămนังอันเมียนแต่เรียนด้วยทางเก็บบัตรเรียนแขกสองจังอ่ะจ้ะเราไปยืมเมียนแต่เรียนทำไมยืมจังสูลวดม้อยดังแต่ตำหนุกจัดเลยยืมปูหมอนจ้ะพอยืมปีมนเมาส์เกด้วยทางเกคลาจะนอมโจใหญ่จังอ่ะใจนักคลาเกะใส่เห็นเฮาติ่งแต่ชนำนั่งก็โฮมเชิญแต่ซาเคยเหนอกัดตัวเมาหมองจังอะจ้านั่งจังแต่ไปชนำเต้ยยมลวดซื้อบ้านหมาเนี่ยผัวโดยท่าชนำเต้ยเหียงปะลวดได้หรือน้ำมุ้ยชนำเต้ยเหียงใครได้อะvì mình thuใครด้วยชนำนั่งไงจ้าแต่เรียนนมโจ้vìมวยเต้ยด้วยท่าvìสปอร์vìเหียงใครที่แต่เรียนขมายได้แต่เรียนขมายแต่บอกวิด้วยท่าปลาวิเห็นสวะหอยวิอันยันด้วยท่าปัวเห็นคิวด้วยระเบียบอันนั้นด้วยเกจลุนำจังอะแต่เรื่องขมายจังอันเป็นจังไงปัวมีเห็นสกากระด้ามให้โกเบอร์คิวเห็นสวะได้อันเป็นคิวแบบพี่แบบไพ่ไอ้ดิอ๋อดิจ้าโลกเคียงทัศทลบแต่เรียกาเรื่องเจ้าจะขังเนี่ยสถานีตัววันเจ้าจะเมื่อแล้วนี่เรียกาเรื่องเทรนจะเมื่อเนี่ยสถานีตัววันเทรนหรืออดจ้าโลกเคียงทัศอันนี้ขยมชงออยู่ให้ฮัดไอ้บ้านเทรนเนอไปขังกับปงจามคล้าฮาวตันเลฮาวท่าเทรนใบลงจ้าอันนั้นจิกะดัชมุหรือก็มีนกะดำดอนเนอไปขังน่ะได้จ้าบ้ายังเคยทาcái hai tha từ ren bay lộn nắng rồi xa tai nơi ti tang nắng cứ miên mua phun khum bay lộn mua bỏ mù tham phun khum nắng chẳng hỏi bị chia bớt bàn từ thừa ca đam đo nơi mù than nắng chẳng hỏi từ lọp che hai tha từ ren bay lộn từ còn tái vậy đôi đai bàn được làm thì đam ti nhắn cứ tha lục tiền ti cả cảmลูกค้าประมาณยังในสาขาปุ่งจ้างบานไปเจ้าก็ทานในขนมขายปุ่งจ้างมีประมาณเจียมาปอนปุ่มปลอยหัตตาแต่มันนอกไปได้ดำดอกหาปุ่มโมพอจิตปุ่มไปรอยหัตตาปุ่มแต่ทั้งไงจับดาวบางกาปุ่มโมพอนั้นในใครตีดอมบุญดาวสัปดาห์ไงจานนั่งจังจังดาวทาตาทั้งไงบัดในกาปุ่มโมพอในเป็นนะเฮ้ยtrong đăng thà tá trẻ nó tam lụa ti xá nơi bản to lụa miền bộ phúc màu vì ná có dương ở toàn đăng đây nói lục thiên ti cả cám của con ban phải chạy và tham tha bẹ pon nên nâng ca nom châu ấy nắng cái thà đi thà bá ban thôi ca này nom đỏ cả xuông bẹ pon nâng miên việt thiên là ca phong đài hỏi không nút đáy cái này miền tài hạ cốm nâng mà cha chấm ca tên chi tiết đại ác đồng thá muôn cả đà nắng người ta nóm thủ rến pi tì ná mọc lụa nô hỏi vậy đại dương co tầm co và tham tiết nẹt lụa phai thủ rến ở trong trong của phong cha nắng miền ca can lại chởn cả lại chiêng ở nam tây hỏi mùi tiết nẹt lụa khá có tha và vạ lụa đôi xa miền chởn pết hỏi còn lụa rến
ខ្មែរតរេនធម្មជាតិអញ្ចឹងហើយដល់ពេលមានអ្នកលក់ច្រើនអញ្ចឹងទៅគាត់ថាផ្អាកលក់សិនចង់ឲ្យគេលក់ទៅគាត់ថាចាំមើលមួយឆ្នាំឬផ្ញើមួយឆ្នាំតទៀតយ៉ាងម៉េចស្ថានភាពអីយ៉ាងម៉េចគាត់នឹងបន្តលក់ឡើងវិញចាចំណាយឆ្នាំហ្នឹងគាត់ផ្អាកលក់សិនអាហ្នឹងអ្នកលក់ឈ្មោះកណ្ដាតិចតួចទេហើយអ្វីដែលយើងគាត់អង្គគាត់ថាគាត់បន្ថយនៅការលក់របស់ពួកគាត់ហ្នឹងដោយសារតែមានប្រជាពលរដ្ឋយើងហ្នឹងគាត់អត់ចង់ទិញនៅកន្លែងលក់នៅតាមទីផ្សារនានានៅក្នុងក្រុងកំពង់ចាមទេគឺថាប្រជាពលរដ្ឋហ្នឹងគាត់ចង់បានរបស់សុទ្ធមានថាគាត់ធ្វើដំណើរទៅដល់ចំការតែម្ដងហើយគាត់បានលេងហើយបានរបស់សុទ្ធទៀតអញ្ចឹងហើយការលក់ដូររបស់គាត់មួយចំនួនតូចហ្នឹងគឺថាមានការថយចុះផងដែរហើយអ្វីដែលយើងសំណពរគឺថាធ្វើម៉េចឲ្យលក់នៅរបស់ពិតឲ្យដឹងថាពិតរបស់នាំចូលឲ្យដឹងថានាំចូលហើយក្នុងនោះដែរធ្វើម៉េចទទួលទានបរិភោគដោយការទទួលខុសត្រូវព្រោះថាតរេនដោយដែលឃើញនៅតាមបណ្ដាញសង្គមបរោះហ្នឹងគឺថាមានចលក់ទឹកថ្នាំឲ្យទៅខៀវស្រស់ឆាប់ទុំអីចឹងទៅហើយធ្វើឲ្យប៉ះពាល់សុខភាពកើតទៅជាជំងឺផ្សេងផងដែរចឹងហើយអ្វីដែលជាពលរដ្ឋចង់ទទួលទានធ្វើម៉េចទទួលទាននៅទុរេនដែលមានប្រភពច្បាស់លាស់ចេញពីកន្លែងណាដែលយើងធ្លាប់ទិញអញ្ចឹងទៅហើយកន្លែងណាយើងគិតថាមិនច្បាស់ទេមិនមានទំនុកចិត្តទេយើងកុំទិញហូបអញ្ចឹងទៅជារៀងកុំឲ្យប៉ះពាល់ទៅដល់សុខភាពបាទខ្ញុំបាទហ៊ានថាធ្វើសេចក្តីរាយការណ៍ចេញខេត្តកំពង់ចាមសូមជម្រាបលាបាទចាអរគុណជម្រាបលាចាទស្សនិកជនយកបញ្ចប់សេចក្តីរាយការណ៍ពីក្រុមការងារប្រចាំខេត្តកំពង់ចាមទស្សនាសេចក្តីរាយការណ៍ពី